អញ្ចឹងតោះឥឡូវយើងកលេចមើលនេះគឺជាទម្រង់បដិសេធនៃប្រយោគ present continuous tense របស់យើងដើម្បីបង្កើតទម្រង់បដិសេធតើយើងត្រូវធ្វើម៉េចអូខេតោះអញ្ចឹងនេះគឺជាមេរៀនរបស់យើង to make negative we add not after am is are អញ្ចឹងដើម្បីបង្កើតប្រយោគបដិសេធនេះគឺយើងត្រូវបន្ថែមពាក្យ not នៅពីខាងក្រោយ am is are អូខេដើម្បីបង្កើតបដិសេធមានន័យថាប្រយោគបដិសេធហ្នឹង negative ហ្នឹងគឺយើងបន្ថែមពាក្យ not នៅពីខាងក្រោយ am is are តោះឥឡូវយើងមើលទម្រង់របស់វាអញ្ចឹងយើងមាន subject plus am is are subject បូកជាមួយ am is are ហើយយើងបន្ថែមពាក្យ not បន្តមកយើង plus verb ing ហើយចុចនេះគឺយើងដាក់អីបន្តទៀតក៏បានដែរឲ្យតែមានន័យនេះគឺជា form របស់វាតោះឥឡូវយើងមើលកន្លែងនេះជាចំណុចដែលយើងត្រូវប្រើជាមួយនឹង subject pronoun ជាមួយនឹងសព្វនាមប្រធានរបស់យើង example ឧទាហរណ៍ I am not plus verb plus ing អញ្ចឹងយើងមាន subject បូក am បូក not បូក verb បូក ing ទៅវាទៅជា present continue ហើយគ្រាន់តែថាវាជា present continue ដែលជា negative sentence ដែលជាប្រយោគបដិសេធតោះឥឡូវយើងកលេចមើលI am not speaking ខ្ញុំមិនអញ្ចឹងពាក្យ not នេះគឺប្រែថាមិន speaking កំពុងនិយាយណាបើសិនជាយើងលុប not នេះចេញមានន័យ I am speaking ខ្ញុំកំពុងនិយាយប៉ុន្តែដល់ពេលយើងដាក់ not នេះមកវាទៅជាប្រយោគបដិសេធមានន័យថាមិនកំពុងនិយាយអូខេ I am not speaking ខ្ញុំមិនកំពុងនិយាយនោះទេអូខេតើឥឡូវយើងកលេចមើលតទៀត UV day យើងប្រើជាមួយ a អញ្ចឹងដើម្បីបង្កើតបានជា negative គឺយើងគ្រាន់តែថែមពាក្យ not plus verb infinitive without to ធម្មតា plus verb plus ing តើឥឡូវយើងកលេចមើល example you are not drinking wine អ្នកមិនកំពុងផឹកស្រានោះទេ you are not drinking wine អ្នកមិនកំពុងផឹកស្រានោះទេ we are not eating rice ពួកយើងមិនកំពុងញ៉ាំបាយនោះទេអូខេ they are not reading ពួកគេមិនកំពុងអានសៀវភៅនោះទេដូច្នេះនេះគឺជាទម្រង់ present progressive ដែលជាប្រភេទ negative sentences អញ្ចឹងនេះគឺជាទម្រង់បច្ចុប្បន្នកាលកំពុងបន្តរបស់យើងដែលសុទ្ធសឹងតែជាប្រយោគបដិសេធយើងគ្រាន់តែថែម not ពីក្រោយ am is are ទៅប្រយោគនឹងនឹងទៅជា negative បដិសេធណាអត់មានអីពិបាកទេបងប្អូនឥឡូវយើងកលេចមកខាងក្រោម he see it នៅពេលនេះគឺយើងមាន subject pronoun ដែលជា third person singular បរិបទទី3វចនៈអញ្ចឹងយើងត្រូវប្រើជាមួយ is ហើយយើង plus not plus verb ing អញ្ចឹង is បូកជាមួយ not ធម្មតាបូកជាមួយ verb ing អញ្ចឹងមកណា example ឧទាហរណ៍ he is not working គាត់មិនកំពុងធ្វើការនោះទេ she is not singing នាងមិនកំពុងច្រៀងនោះទេ it is not walking វាមិនកំពុងដើរនោះទេអូខេនៅត្រង់ចំណុចនេះសង្ឃឹមថាបងប្អូនយល់ណាជាការងារបំផុតដើម្បីបង្កើតបដិសេធយើងគ្រាន់តែបន្ថែមពាក្យ not នៅពីខាងក្រោយ verb to be am is are នឹងទៅគឺប្រយោគទាំងមូលរបស់យើងនឹងคล้ายទៅជា present progressive in negative form អូខេឥឡូវយើងកលេចមើលទម្រង់នៃការសិក្សា present progressive ឬក៏យើងហៅថា present continuous tense របស់យើងតទៀតនៅក្នុងពេលនេះគឺយើងសិក្សាទៅលើ questions មានន័យថាប្រយោគសំណួរណាអញ្ចឹងដើម្បីបង្កើតប្រយោគ question យើងធ្វើម៉េចអូខេ to make question we put am is are before subject អញ្ចឹងដើម្បីបង្កើតប្រយោគសំណួរនេះគឺយើងត្រូវដាក់ am is are ហ្នឹងពីខាងមុខប្រធានអញ្ចឹងមានន័យថាយើងត្រូវលើក am is are ដាក់មុខប្រធានវិញតែឥឡូវយើងកលេចមើលប្រយោគខាងក្រោម Okay now let's have a look at the sentence am I doing my work តើខ្ញុំកំពុងធ្វើការងាររបស់ខ្ញុំឬឥឡូវយើងមើល is ណា he see it អញ្ចឹងយើងត្រូវប្រើជាមួយ is អញ្ចឹងយើងលើក is ដាក់ខាងដើមដាក់ខាងមុខវាណាអញ្ចឹងទៅជាពាក្យថា is he playing football តើគាត់កំពុងលេងបាល់ទាត់ឬ
is she sitting on the table តើនាងកំពុងតែអង្គុយនៅលើតុឬ is it looking at me តើវាកំពុងតែកលេចមើលខ្ញុំឬដូច្នេះនៅពេលដែលយើងលើក is ដែលដាក់ខាងមុខប្រយោគ present progressive ឬក៏ present continue របស់យើងនឹងคล้ายទៅជាប្រយោគសំណួរអូខេតោះឥឡូវយើងបន្តទៀតឥឡូវយើងមើល subject របស់យើងគឺមាន you we they you are we are they are ប៉ុន្តែដោយសារតែជាប្រយោគសំណួរយើងត្រូវលើក are នេះទៅដាក់នៅខាងមុខប្រធានអញ្ចឹង we put are before the subject okay now we read together are you smoking a cigarette តើអ្នកកំពុងជក់បារីឬ are we staying at the hotel តើពួកយើងកំពុងតែស្នាក់នៅឯសន្តាគារឬ are they dancing តើពួកគេកំពុងរាំឬដូច្នេះសង្ឃឹមថាបងប្អូននឹងយល់ I hope you understand this point អញ្ចឹងនៅត្រង់ចំណុចនេះគឺយើងសិក្សាបន្ថែមទៅលើ some questions and answers ទៅលើសំណួរនិងចម្លើយ present progressive ឬក៏ present continue របស់យើងសួរថាតើវាមានលក្ខណៈដូចម្ដេចតោះឥឡូវយើងសិក្សាទាំងអស់គ្នាតើឥឡូវខ្ញុំមានសំណួរ are you singing យើងឃើញទេកាលណាក្នុងប្រយោគសំណួរ are គឺវាមកនៅពីខាងមុខ subjects អូខេកាលពីមុន you are វានៅខាងក្រោយyou នេះឥឡូវវានៅខាងមុខ you ដោយសារប្រយោគយើងគឺជាប្រយោគសំណួរយើងឃើញ question mark កន្លែងនេះឃើញទេ are you singing តើអ្នកកំពុងតែច្រៀងឬចម្លើយ no I am not ទេខ្ញុំមិនកំពុងច្រៀងនោះទេឥឡូវយើងកលេចមើលបើសិនជាសំណួរចាប់ដើមដោយ verb to be យើងឆ្លើយ verb to be មកវិញណាអញ្ចឹង am ជា verb to be are ជា verb to be អូខេ are you singing អ្នកកំពុងច្រៀងឬ no I am not ទេខ្ញុំមិនកំពុងច្រៀងនោះទេ is she reading តើនាងកំពុងតែអានសៀវភៅឬនាងកំពុងតែអានឬ yes she is បាទឬចាស់នាងកំពុងនាងគឺនឹងមានន័យថានាងកំពុងតែអានណាអញ្ចឹងនៅក្នុងចម្លើយគឺយើងមានចម្លើយខ្លីរបស់យើងមិនចាំបាច់ឆ្លើយថា yes she is reading បាទនាងកំពុងតែអាននោះទេដោយសារតែសំណួរគេសួរខាងលើហើយថាតើនាងកំពុងអានអត់បើយើងនិយាយក្នុងភាសាខ្មែរបាទនាងកំពុងមានន័យនាងកំពុងអានអញ្ចឹងហីគួរកត់ចំណាំបើសិនជាសំណួរ verb to be is ចម្លើយគឺត្រូវមាន is មកវិញណាអត់មាន do does អីមកឆ្លើយទេគឺវាខុសគេតោះឥឡូវយើងកលេចមើល are you studying តើអ្នកកំពុងសិក្សាឬ are they studying តើពួកគេកំពុងសិក្សាឬ no they aren't ទេពួកគេមិនកំពុងសិក្សានោះទេអូខេទោះបីជាប្រយោគចម្លើយរបស់យើងស្របឬបដិសេធក៏ដោយគឺយើងចាំបាច់ត្រូវតែយក to be ដែលគេសួរនៅក្នុងសំណួរយកមកឆ្លើយវិញកន្លែងនេះគេប្រើ are you គឺគេប្រើ are ពេលចម្លើយរបស់យើង no they are not ប៉ុន្តែដោយសារទម្រង់កាត់ទៅជា are អញ្ចឹងកន្លែងនេះ are កន្លែងនេះ are អូខេតោះឥឡូវយើងកន្លែងមើលទៀត is he riding a horse តើគាត់កំពុងជិះសេះឬ no he isn't ទេគាត់មិនកំពុងជិះនោះទេឥឡូវយើងមើលត្រង់ចំណុចនេះគឺសំណួរចាប់ដើមដោយ is អញ្ចឹងចម្លើយគឺយើងត្រូវយក is មកឆ្លើយវិញណាមិនអាចយក no he doesn't ទេគាត់មិនកំពុងនោះទេអញ្ចឹងយើងមិនអាចយក doesn't យកអីមកដាក់ឬក៏ do បាននោះទេដោយសារតែសំណួរគេចាប់ដើមដោយ to be ចម្លើយត្រូវទៅ to be មកវិញអូខេ Okay now we have a look are you driving តើអ្នកកំពុងតែបើកបរឬ are you driving តើអ្នកកំពុងតែបើកបរឬចម្លើយ answer no I am not ទេខ្ញុំមិនកំពុងបើកបរនោះទេអូខេអញ្ចឹង are to be am ក៏ to be ដែរកន្លែងនេះប្រើ are កន្លែងនេះប្រើ am ដោយសារតែកន្លែងនេះគឺ you នេះគឺវាទាមទារ verb to be are
បើសិនជាចម្លើយយើងប្រើ I វាត្រូវប្រើជាមួយ am មិនអាច I am មកវិញបាននោះទេប៉ុន្តែគឺ am ហើយនឹង are នេះគឺជា verb to be ដូចគ្នាណាគ្រាន់តែវាជាប្រធានខុសគ្នាវាប្រើមួយ are មួយ am អូខេសង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចនេះតោះឥឡូវយើងកលេចមើលទៀត is it climbing the tree is it climbing the tree តើវាកំពុងតែឡើងដើមឈើឬអញ្ចឹងពាក្យ climb គឺមានន័យថាឡើងណា climb ឡើងដល់ពេលយើងបូក ing ទៅ climbing is it climbing តើវាកំពុងឡើងវាជា present continuous tense in questions វាជាប្រភេទប្រយោគ present continuous នៅក្នុងប្រភេទប្រយោគសំណួរឥឡូវយើងកលេចមើល is it climbing the tree តើវាកំពុងឡើងដើមឈើឬ yes it is បាទវាកំពុងឡើងឃើញទេកន្លែងត្រង់នេះគេប្រើ is ចម្លើយ is មកវិញណាកន្លែងណាប្រធាន it យក it មកវិញមកអូខេតើឥឡូវយើងតទៀត are you working now are you working now តើអ្នកកំពុងតែធ្វើការឬឥឡូវនេះអូខេចម្លើយ no I am not no I am not ទេខ្ញុំមិនកំពុងធ្វើការនោះទេ is your father staying at home is your father staying at home តើឪពុករបស់អ្នកកំពុងស្នាក់នៅផ្ទះឬអញ្ចឹងពាក្យថាឪពុកគឺជា subject ណាឪពុករបស់អ្នកជាបរិបទទី3ឯកវចនៈដោយសារតែយើងនិយាយពីឪពុកយើងដូច្នេះយើងជានិយាយបរិបទទី1អ្នកស្ដាប់បរិបទទី2ហើយឪពុករបស់យើងដែលត្រូវយើងនិយាយដើមជាបរិបទទី3អញ្ចឹងកាលណាបរិបទទី3អត់មានឯងអញ្ចឹងគឺមានឯកវចនៈមានតែមួយអញ្ចឹងប្រើជាមួយ is វាស្មើនឹង he ណា is your father staying at home តើឪពុករបស់អ្នកកំពុងតែនៅផ្ទះឬ yes he is បាទគាត់កំពុងនៅផ្ទះ Okay so in this point I hope you understand it clearly okay តោះឥឡូវសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ពីចំណុចនេះច្បាស់លាស់ហើយណាបើសិនជាមានចំណុចណាមិនយល់គឺយើងចាក់សារមើលឡើងវិញទៅបងប្អូននឹងយល់អូខេប៉ុន្តែខ្ញុំសូមរំលឹកថាបើសិនជាសំណួរនៅក្នុងប្រយោគ present continuous tense ហ្នឹងគឺសុទ្ធសឹងតែ to be មាន am is are ហ្នឹងពេលដែលយើងត្រូវឆ្លើយគឺយើងត្រូវយក am is are ហ្នឹងមកឆ្លើយវិញណាអត់អាចយកកិរិយាសព្ទមួយណាដែលខុសអំពី to be នោះទេអូខេ